សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញលេខពីការទិញហ៊ុន IPO របស់បូរីវិមានសំណាងអញ្ចឹងការទិញហ៊ុន IPO នេះគឺយើងទិញតាមអនឡាញហើយខាងក្រុមហ៊ុនគេតម្លាក់ link មកឲ្យយើងចុចណាគឺនៅក្នុងនេះទិញខាងលើនេះខ្ញុំចុចនេះបាទអញ្ចឹងក្រោយពីយើងចុចចូលមកនៅក្នុង website នេះយើងអាចជ្រើសរើសជាភាសាខ្មែរឬមួយក៏ភាសាអង់គ្លេសជាព័ត៌មាននៃការលក់ហ៊ុនរបស់បូរីវិមានសំណាងក្នុងនោះយើងចាប់ផ្ដើមបំពេញព័ត៌មានមកថាយើងជានរណាវិនិយោគិនសាធារណៈយើងជ្រើសមកឬមកក៏ទៅជាបុគ្គលិករបស់បូរីវិមានសំណាងអញ្ចឹងទៅហើយជារូបគុលហើយនេះយើងជ្រើសរើស broker របស់យើងក្រុមហ៊ុនbroker របស់យើងជាក្រុមហ៊ុនណាឧទាហរណ៍ថាបើសិនជាយើងលើ ACDA យើងយក ACDA មកហើយបើសិនជាយើងប្រើ broker កាណាយ៉ាយើងយកកាណាយ៉ាមកហើយអានេះព័ត៌មានផ្ទាល់ខ្លួនរបស់យើងពេញមកសញ្ជាតិជាខ្មែរអញ្ចឹងណាហើយលេខ investor ID សូមបញ្ជាក់ដែរថាបើសិនជាការទិញហ៊ុននេះតើតើយើងមានគណនីជួញដូរណាយើងបង្កើតគណនីជួញដូរហើយយើងមានលេខអត្តសញ្ញាណកម្មអ្នកវិនិយោគិនហើយយើងបាយលេខអត្តសញ្ញាណកម្មកន្លែងហ្នឹងមកខ្ញុំឧទាហរណ៍ថា1 2 3 4 5 6 7 8 9អីចឹងទៅណាគ្រាន់តែជាការឧទាហរណ៍ទេហើយកន្លែងនេះលេខគណនីជួញដូររបស់យើងបើយើងចុំជីជាមួយនឹងខាង broker ណាមានលេខគណនីជួញដូរហ្នឹងទៅលេខ6ខ្ទង់ថាលេខហ្នឹង1 2 3 4 5 6ខ្ទង់អញ្ចឹងទៅហើយឈ្មោះយើងវាយជាភាសាខ្មែរជាភាសាឡាតាំងអញ្ចឹងណាហើយភេទហើយយើងអាចជ្រើសរើសថ្ងៃខែឆ្នាំកំណើតពេលណាអញ្ចឹងទៅខ្ញុំឧទាហរណ៍ថាថ្ងៃទីណាមួយចឹងទៅណាយើងវាយទៅមួយចឹងចុះដល់ចឹងចុះបាទហើយលេខទូរស័ព្ទលេខណាមួយចឹងដែរមកចឹងហើយយើងបំពេញអ៊ីមែលរបស់យើងណាខ្ញុំឧទាហរណ៍ថាខ្ញុំប្រើអ៊ីមែលមួយនេះចឹងណាហើយនៅក្នុងនេះជាការកំណត់យើងត្រូវទិញយ៉ាងហោចណាស់ក៏100ហ៊ុនឡើងតែចឹងណាហើយយើងអាចជ្រើសរើសនៃការទិញជាលុយខ្មែរឬមកក៏ជាលុយដុល្លារអញ្ចឹងខ្ញុំឧទាហរណ៍ថាជ្រើសរើសជាលុយខ្មែរហើយយើងបំពេញចំនួនហ៊ុនមកតម្លៃហ៊ុនគឺ1200រៀលនៅក្នុងហ៊ុនលុយរៀលឬក៏3កាក់ដុល្លារអញ្ចឹងឧទាហរណ៍ថាយើងទិញ90ហ៊ុនគឺអត់បានទេដោយសារតែ minimum គឺ100ហ៊ុនអញ្ចឹងហើយកន្លែងនេះបើសិនយើងចង់ទិញ105ហ៊ុនក៏អត់បានដែរព្រោះឲ្យគេឡើងម្ដង10ឧទាហរណ៍ថាបើខ្ញុំទិញ105អត់បានទេហើយ110យើងទិញបានអញ្ចឹងណាប៉ុន្តែឧទាហរណ៍ថាខ្ញុំទិញ100ហ៊ុនអញ្ចឹងទឹកលុយប៉ុណ្ណឹងណាទឹកលុយ120,000រៀលហើយចូលមកយើងចាប់ផ្ដើម scan QR code ដែលយើងទូទាត់មកក្រោយពី scan QR code ហើយកន្លែងនេះគឺយើង upload QR code ដែលយើងបានធ្វើការទូទាត់អញ្ចឹងណាបើយើងបាន scan រួចយើងទូទាត់មកណាបាទក្រោយពីយើង upload កន្លែងនេះរួចហើយយើងបំពេញព័ត៌មានធម្មតាពេលទូទាត់ទៅយើងមាន transcript សម្រាប់បំពេញព័ត៌មានកន្លែងនេះលេខ hash code វាប្រហែលមើលតាមនៅក្នុងកាយបាទទៅអញ្ចឹងណាហើយបន្តមកទៀតឈ្មោះធនាគារលេខគណនីចឹងមកដែលត្រូវបំពេញហើយលេខ ID លេខអត្តសញ្ញាណប័ណ្ណឬមកក៏ passport កន្លែងនេះឧទាហរណ៍ថាវាមានលេខពី1ដល់9យើងបំពេញចឹងមកណាហើយលេខគណនីធនាគារយើងពេញមកហើយ Swift code កន្លែងនេះវាអាស្រ័យលើធនាគាររបស់យើងបើធនាគារ ACDA យើងវាយ Swift code របស់ ACDA មកហើយបើកាណាយ៉ាយើងវាយកាណាយ៉ាមកហើយសួរថាលេខទាំងបានមកពីណាយើងអាចcheck នៅក្នុងចូល Google ទៅយើងវាយ Swift code មកគឺវាមានមកហើយអញ្ចឹងណាក្រ
ក្រោយពីយើងពពេញខាងលើនេះរួចព័ត៌មានធនាគារហើយវាមានកន្លែង refund ករណីថាការដែលយើងដាក់ទិញ IPO អត់បានជោគជ័យលុយនឹងត្រឡប់មកវិញហើយលុយត្រឡប់មកវិញគេមានជម្រើសពីរឲ្យយើងថាយើងចូលទៅក្នុងគណនីជួញដូររបស់យើងឬមួយក៏ចូលទៅក្នុងគណនីធនាគាររបស់យើងតែម្ដងអញ្ចឹងបើសិនជាចូលនៅក្នុងគណនីជួញដូរវាចូលទៅក្នុងគណនីជួញដូរក្នុង app CSX របស់យើងហើយបើសិនចូលគណនីធនាគារយើងក៏ពេញព័ត៌មានធនាគារមកខ្ញុំជ្រើសរើសយកនេះអញ្ចឹងណាហើយអានេះពាក់ព័ន្ធជាមួយនឹងឯកសារដែលគេផ្ញើជាការបញ្ជាក់ត្រឡប់មកយើងវិញយើងចង់បានតាមរយៈអីខ្ញុំថាខ្ញុំយកតាម email គឺ email ហើយចុងក្រោយគឺយើងទទួលស្គាល់លក្ខខណ្ឌអីគេផ្សេងៗមកហើយយើងចុចកន្លែង submit នេះទៅណាតែប៉ុណ្្នឹងទៅគឺបានហើយអ្វីៗផ្សេងទៀតគឺយើងរងចាំការជួលដំណឹងពី broker របស់យើងនឹងគេជួលដំណឹងបញ្ជាក់ប្រាប់ឲ្យថាការទិញរបស់យើងវាមិនទេពីមិនឬមួយក៏មានព័ត៌មានអីបន្ថែមទៀតអញ្ចឹងណាបាទអរគុណសូមចប់តែប៉ុណ្្នឹងបាទ